នៅពេលដែលយើងអត់មានសេចក្តីស្អប់ក្នុងចិត្តរបស់យើងមិនមានសេចក្តីស្រឡាញ់ច្រើនសេចក្តីស្រឡាញ់របស់បរិសុទ្ធមួយវាធ្វើឲ្យមនុស្សរឹងមាំពិតប្រាកដវាធ្វើឲ្យមនុស្សខ្លាំងវាធ្វើឲ្យមនុស្សនឹងជឿជាក់ដើរទៅណាអត់ចេះខ្លាចគេពីព្រោះខ្លួនឯងវាបរិសុទ្ធអត់ចាំបាច់ត្រូវអង្គុយគិតថាខ្ញុំត្រូវនិយាយថាម៉េចទេព្រោះយើងវាអត់សំដែងដូចខ្ញុំតែងតែនិយាយពីវីដេអូមុនអញ្ចឹងចាប់ផងខ្ញុំពីធម្មជាតិមកខ្ញុំជាមនុស្សបរិសុទ្ធជាกระดาษសខ្ញុំអត់ដែលមានគំនិតអាក្រក់ទៅគុំគួនស្អប់ឬចង់ធ្វើបាបអ្នកណាទោះបីជាគេសម្លាប់ខ្ញុំក៏ខ្ញុំអានគ្រោះឲ្យគេដែរចិត្តផងខ្ញុំគឺខ្ញុំមានក្តីមេត្តាធំនៅក្នុងចិត្តផងខ្ញុំគ្រាន់តែខ្ញុំអាចដូចខ្ញុំនិយាយចឹងខ្ញុំអាចឆ្លោះខ្ញុំអាចអីគ្រាន់តែដើម្បីឲ្យមនុស្សល្អទេតែខ្ញុំអត់ស្អប់គេទេហើយមានបងប្អូនជាច្រើនគាត់ខមមិនញ៉ាសារមកគាត់ស្រឡាញ់រាប់អាននាងខ្ញុំអរគុណនឹងទឹកចិត្តរបស់ពួកគាត់ទាំងអស់គ្នាទោះបីឲ្យបានឆ្លើយឆ្លងនិយាយជាមួយពួកគាត់ដោយផ្ទាល់ប៉ុន្តែខ្ញុំបានទទួលសេចក្តីស្រឡាញ់និងការរាប់អានពីបងប្អូនហើយមានបងប្អូនខ្លះគាត់តាមដាននាងខ្ញុំច្រើនអញ្ចឹងទៅពេលខ្លះខ្ញុំធ្វើអីមួយដែលគាត់មើលទៅមិនត្រូវចិត្តរបស់គាត់គិតទៅក្នុងវិនិច្ឆ័យអីមួយអញ្ចឹងទៅបានខ្ញុំប្រាប់ថាធ្វើជាមនុស្សចិត្តឲ្យទលាយហើយព្យាយាមស្វែងយល់ឲ្យបានច្រើនតែយើងកុំតាន់អានអីមួយដែលមិនត្រូវចិត្តរបស់យើងកាកតិមួយវាអត់ទេជួនកាលវាមានមូលហេតុណាមួយនៅក្នុងហ្នឹងយើងគួរតែសិក្សាស្វែងយល់